រឿងដំបងដែលនារីម្នាក់ធ្វើបន្ទាប់ពីការជាថ្មីគឺនាងបានបោះជំហានដំបងជួយសង្គ្រោះព្រះរាជបុត្រដែលកំពុងជួបទុក្ខលំបាកហើយបន្ទាប់មកបានចងក្រងចំណងអាពាហ៍ពិពាហ៍ជាមួយព្រះអង្គនេះក៏ដោយសារតែការពីជាតិមុនមិត្តភក្តិជិតស្និទ្ធរបស់នាងបានដឹងពីអត្តសញ្ញាណរបស់ព្រះរាជបុត្រប៉ុន្តែមិនចង់បានមាសរាប់ម៉ឺនដំឡឹងទេតែចង់បានបេះដូងស្មោះរបស់ព្រះរាជបុត្រនាងត្រូវបានព្រះរាជបុត្របោះបង់ចោលហើយបោះចោលនៅក្នុងភូមិដាច់ស្រយាលមួយនេះចំណែកឯខ្លួននាងវិញដោយចិត្តល្អព្យាយាមលួងលោមមិត្តភក្តិឲ្យរំសាយចិត្តតែបែរជាត្រូវមិត្តភក្តិកំជោលសក់ចាក់សំលបទៅវិញដូច្នេះក្នុងជាតិនេះនាងបាននាំមុខមួយជំហានជួយសង្គ្រោះព្រះរាជបុត្រនៅពេលដែលព្រះអង្គបានស្ដារអត្តសញ្ញាណឡើងវិញហើយបានប្រគល់មាសរាប់ម៉ឺនដំឡឹងឲ្យនាងដើម្បីកាត់ផ្ដាច់ទំនាក់ទំនងនាងក៏បានយកទ្រព្យសម្បត្តិចាក់ចេញទៅដោយមិនស្ទាក់ស្ទើរតែព្រះរាជបុត្របែរជានឹកឃើញដល់អំពើល្អដែលនាងបានធ្វើចំពោះព្រះអង្គកាលពីមុនហើយដោយចិត្តអាណិតអាសូរទ្រង់ក៏បានត្រឡប់ទៅវិញប៉ុន្តែបែរជាបានដឹងថានារីរូបនេះបានចាក់ចេញទៅដោយរីករាយជាមួយទេសេះដែលផ្ទុកទ្រព្យសម្បត្តិពេញទៅហើយពេលទ្រង់ដឹងថានាងពិតជាមិនមានបេះដូងស្មោះសូម្បីតែបន្តិចចំពោះព្រះអង្គព្រះរាជបុត្រក៏ឆាប់ឆេះដោយកំហឹងភ្លាមហើយបានស្បត់ថាទោះជាត្រូវជីកដល់ដីជ្រៅ3ហត្ថក៏ដោយក៏ទ្រង់នឹងរកនាងឲ្យឃើញដើម្បីសួរដេញដល់ដែរប៉ុន្តែទ្រង់មិនបានដឹងថានៅពេលនោះនារីរូបនេះកំពុងតែជួយសង្គ្រោះសិស្សក្រីក្រម្នាក់ដែលកំពុងធ្វើដំណើរនៅលើផ្លូវដើម្បីវិនិយោគតិចតួចយកផលច្រើននាងបានយកមាសបន្តិចបន្តួចឲ្យសិស្សនោះធ្វើជាថ្លៃធ្វើដំណើរសិស្សនោះក៏បានលង់ស្នេហ៍នារីរូបនេះភ្លាមដែលជាមនុស្សស្រស់ស្អាតនិងមានចិត្តល្អ6 ខែក្រោយមកព្រះរាជបុត្របានឡើងគ្រងរាជ្យជាអធិរាជចំណែកឯសិស្សនោះក៏បានប្រឡងជាប់ជាជើងឯកបណ្ឌិតតែបន្ទាប់ពីសិស្សនោះប្រឡងជាប់ជាជើងឯកបណ្ឌិតរូបគេបានដើរកាត់ទីកន្លែងរបស់នាងហើយបានដឹងថានាងនៅមិនទាន់រៀបការនៅឡើយដូច្នេះក៏បានស្នើសុំព្រះរាជទានពរពីរាជបល្ល័ង្កដើម្បីរៀបអាពាហ៍ពិពាហ៍ព្រះអធិរាជនៅពេលដែលទ្រង់បានដឹងថានារីដែលសិស្សនោះស្រឡាញ់មាននាមត្រកូលដូចគ្នានឹងនារីរូបនេះទ្រង់ក៏បានយល់ព្រមភ្លាមហើយថែមទាំងសម្រេចចិត្តរៀបចំអាពាហ៍ពិពាហ៍ឲ្យគេដោយផ្ទាល់ព្រះអង្គទៀតផងប៉ុន្តែនៅពេលដែលនារីរូបនេះបានដឹងរឿងនេះនាងក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានប្រកាសភ្លាមថានាងមិនយល់ព្រមនឹងអាពាហ៍ពិពាហ៍នេះទេ